đầm nắng vì môn chăng chật ti đầm lông men mà phát đáp mà phay phôi bổng bayอย่างtiếc men chraเนี่ยบองโอนโจปีใบรอยครูซ่ามาโจรวมกลุ่มพ่อกลุ่มบังเวียสกตกอย่างเอ็กกกายแต่ลงกายเอ็กยังรอเจ้าเลยบองโอนยุ่มเถอะไอ้โตมาเถอะไอ้นะได้รอดอ่ะอะไรในรัฐบาลขาดกับพงทองบานเจนสกได้บ่มเพลินนั่งดอกโหดได้ปีประเชียบรอดชูชายดำน้ำประเชียบรอดก็คือดำใบดำเชื่อเปรย์หลังวิ่งโปรก็ลองแต่ในเหมือนจนเขาลุยจับเปรย์ให้มันเปรย์มันดังให้ออกเปรย์อะไรกรอนแต่ชูชายแต่ลองชูชายจุ่มกายจันตีนั่นคือดำใบดำเปรย์หลังวิ่งแต่น่าสมสดับสกได้บ่มเพลินบางรัฐบาลขาดตึงព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររដ្ឋបាលខេត្តកំពង់ធំសេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលខេត្តកំពង់ធំសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថានៅថ្ងៃទី3ខែសីហាឆ្នាំ2026គេហទំព័រ Facebook ឈ្មោះ Hernew បានផ្សព្វផ្សាយព័ត៌មានដាក់ចំណងជើងថាខេត្តកំពង់ធំសូមសំណូមពរដល់អភិបាលខេត្តកំពង់ធំប្រសិនបើជាអាចសូមសម្រាប់សិនទៅទុកឲ្យប្រជាពលរដ្ឋរស់ស្រួលខ្លះទៅព្រោះឥឡូវដឹងហើយថាពិបាករកលុយណាស់គាត់ដាំដំណាំសាក់សាំងតែខ្ចីលុយធនាគារយកមកដាំព្រោះមួយរយៈចុងក្រោយនេះផ្ទុះរឿងនៅទឹកដីខេត្តកំពង់ធំច្រើនណាស់ពាក់ព័ន្ធនឹងអាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋរឿងដីអាស្រ័យផលដោយបានអត្ថាធិប្បាយថាអាជ្ញាធរបានដាក់គ្រឿងចាក់ចូលឈូសឆាយដំណាំរបស់បងប្អូនប្រជាពលរដ្ឋមានដូចជាដំណាំស្វាយចន្ទីនិងដំឡូងមីជាដើមស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំនិងបានធ្វើឲ្យប្រជាពលរដ្ឋស្រែកយំពេញភូមិដើម្បីជៀសវាងការភ័ន្តច្រឡំនិងដើម្បីឲ្យសាធារណជនបានទទួលការពិតរដ្ឋបាលខេត្តសូមធ្វើការបំភ្លឺអំពីប្រវត្តិនិងអង្គហេតុពិតប្រាកដនៃទីតាំងដីដូចខាងក្រោម 1. ទីតាំងដីខាងលើស្ថិតក្នុងភូមិសាស្ត្រឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំគឺជាដីព្រៃដែលអាជ្ញាធរបានដកហូតពីជនខិលខូចទន្ទ្រានកាន់កាប់ដោយខុសច្បាប់ហើយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាតំបន់សិក្សាស្រាវជ្រាវវត្តទឹកនៃស្រោងអាស៊ីម៉ូសុងហៅថាព្រៃអង្តែនដោយឃើញស្ថានភាពព្រៃឈើមានការរិចរិលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរៀបចំបង្កើតជាស្ថានីយ៍ស្រាវជ្រាវនិងស្ដារព្រៃឈើឡើងវិញតាមរយៈប្រកាសលេខ168ប្រកចុះថ្ងៃទី5ខែមករាឆ្នាំ2023លើផ្ទៃដីទំហំ350ហិកតាចាប់តាំងពីអំឡុងឆ្នាំ2017មានក្រុមជនខិលខូចបានចូលទៅកាប់រៀនដុតនិងឈូសឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ទោះបីជាអាជ្ញាធរដែនដីនិងថ្នាក់ដឹកនាំស្រុកខេត្តបានចុះអប់រំណែនាំជាច្រើនលើកនៅសាលាឃុំបឹងលវាស្រុកសន្ទុកយ៉ាងណាក៏ដោយក៏ក្រុមជនខិលខូចទាំងនេះនៅតែមានចរិតរឹងរូសមិនរាងចាលនិងបន្តប្រព្រឹត្តបទល្មើសដដែលដោយសារអំពើល្មើសបន្តកើតមានសមត្ថកិច្ចបានចាត់វិធានការតាមផ្លូវតុលាការរហូតមានដីកាបញ្ជាឲ្យឃាត់ខ្លួនបណ្ដោះអាសន្នកន្លងមកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនល្មើសនៅនឹងកន្លែងហើយបានធ្វើកិច្ចសន្យាអប់រំដោយមានការធានាពីអាជ្ញាធរភូមិឃុំបឹងលវាថាឈប់ប្រព្រឹត្តសកម្មភាពខុសច្បាប់ទៀតហើយចំពោះសកម្មភាពគ្រឿងចាក់ដែលសារព័ត៌មានបានផ្សព្វផ្សាយនៅទីតាំងនោះគឺជាសកម្មភាពរៀបចំដីដើម្បីដាំស្ដារព្រៃឈើឡើងវិញរបស់រដ្ឋមិនមែនជាការឈូសឆាយរំលោភយកដីចំការស្របច្បាប់របស់ប្រជាពលរដ្ឋដោយការចុះផ្សាយនោះឡើយ 2. ចំពោះការចុះផ្សាយដែលថារដ្ឋបាលខេត្តបានដាក់គ្រឿងចាក់កាយក្រវ៉ាត់យកដីប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំនោះគឺជាទីតាំងដីស្ថិតនៅក្នុងដីព្រៃអង្តែនដែលត្រូវបានទន្ទ្រានកាន់កាប់នាពេលថ្មីកន្លងមកដែលក្នុងអំឡុងឆ្នាំ2022-2023រដ្ឋបាលខេត្តបានចេញដីកាដកហូតនិងបានចុះបញ្ជីជាដីរបស់រដ្ឋព្រមទាំងបានដាក់ទីបញ្ជាការស្រាលប្រចាំការក្នុងគោលបំណងទប់ស្កាត់
ការវិលមកទន្ទ្រានឡើងវិញក្រោយពីចុះផ្សាយរួចរដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការដាក់គ្រឿងចាក់ចុះធ្វើការកាយក្រវ៉ាត់ព្រំដើម្បីសម្គាល់កម្មសិទ្ធិដីរដ្ឋដែលមានប្រវែងសរុប 82000 ម៉ែត្រគិតមកដល់ពេលត្រឹមនេះរដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលកាយក្រវ៉ាត់ព្រំដីបានប្រវែង 20000 ម៉ែត្រដែលការកាយក្រវ៉ាត់ព្រំដីនេះមិនឲ្យប៉ះពាល់ដល់ដំណាំណាមួយរបស់បងប្អូនប្រជាពលរដ្ឋឡើយទោះបីជាដំណាំនោះត្រូវបានដាំដោយការទន្ទ្រាននៅលើដីរបស់រដ្ឋក៏ដោយជាមួយនេះបងប្អូនប្រជាពលរដ្ឋដែលបានទន្ទ្រាននិងបានអាស្រ័យផលយូរឆ្នាំនៅចំណុចខ្លះនៃបរិវេណនោះក្រមការងារក៏បានសហការជាមួយបងប្អូនប្រជាពលរដ្ឋចុះធ្វើការស្រង់ទិន្នន័យនិងសិក្សាវិតម្លៃលើកិរិយានៃការកាន់កាប់ដីដើម្បីគោរពសុំគោលការណ៍រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយសមស្របលើបញ្ហានេះជាថ្មីម្ដងទៀតរដ្ឋបាលខេត្តសូមបញ្ជាក់ជូនសាធារណជននិងបងប្អូនប្រជាពលរដ្ឋថាអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុមការងារទីបញ្ជាការស្រាលប្រចាំការទប់ស្កាត់បទល្មើសធនធានធម្មជាតិតាមបណ្ដាទីតាំងនានាគឺមិនអនុញ្ញាតឲ្យធ្វើការកាប់បំផ្លាញឬឈូសឆាយដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលបានដាំដុះយូរឆ្នាំនោះទេដោយអនុញ្ញាតឲ្យពួកគាត់ចូលធ្វើការអាស្រ័យផលធម្មតាលើកលែងតែការប៉ុនប៉ងទន្ទ្រាននិងចូលដាំដំណាំថ្មីក្នុងទីតាំងដីរបស់រដ្ឋដោយខុសច្បាប់អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃច័ន្ទ5រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ខេត្តកំពង់ធំថ្ងៃទី3ខែសីហាឆ្នាំ2026